រឿងចៅលួតគោមានបរិសម្នាក់ឈ្មោះសុភាគាត់គឺជាកសិករម្នាក់ដែលមានចិត្តល្អថ្ងៃនេះខ្ញុំនឹងទៅទិញគោមួយក្បាលដើម្បីយកមកជួយការងារស្រែចម្ការអូឯងពិតជាស្អាតណាស់ខ្ញុំនឹងដាក់ឈ្មោះឯងថាមាសុភាបានទិញគោនោះហើយដឹកវាត្រឡប់មកផ្ទះវិញដោយសេចក្តីរីករាយនៅទីនេះមានស្មៅខ្ចីច្រើនណាស់ឯងស៊ីឲ្យឆ្អែតទៅណាមាសសុភាបានរៀបចំនំចំណីចងដៃគោតាមទំនៀមទម្លាប់ដោយសារតែហត់នឿយសុភាក៏បានសម្រាកលក់ក្រៅមង្លប់ឈើយ៉ាងស្កប់ស្កល់ហេគោនេះពិតជាល្អណាស់បើអញយកទៅលក់ច្បាស់ជាបានប្រាក់ច្រើនគោម៉ាដែលជាចៅលួចគោដើរមកឃើញហើយក៏ស្រាយខ្សែគោនោះមាសនៅឯណាស្លាប់ហើយគោរបស់ខ្ញុំបាត់ទៅណាហើយវើយចៅអញដឹកគោអញទៅណាឈប់ភ្លាមយីអើគោអញដឹកពីផ្ទះមកម្ដេចក៏អញមកចោទថាអញលួចគោឯងក៏មកកុហកនេះគឺជាគោរបស់ខ្ញុំទៅតែទិញវាមកមិននេះទេអ្នកទាំងពីរបានដឹកគោទៅបដិងចៅក្រមដើម្បីរកយុត្តិធម៌លោកម្ចាស់បុរាណនេះបានលួចគោរបស់ខ្ញុំនៅពេលដែលខ្ញុំកំពុងដេកលក់មិនពិតទេគោនេះគឺជាគោរបស់ខ្ញុំដឹកវាមកពីផ្ទះតាំងពីព្រឹកចៅក្រមមិនអាចកាត់សេចក្តីបានក៏នាំគ្នាទៅគាល់ព្រះមហាក្សត្រញាក់ទាំងពីរបានមកដល់ព្រះបរមរាជវាំងដើម្បីឲ្យព្រះមហាក្សត្រជួយដោះស្រាយក្របបង្គំទូលព្រះអង្គគោនេះខ្ញុំទើបនឹងទិញពីគេមកដល់ផ្ទះមិញនេះទេតើគោនេះឯងឲ្យវាស៊ីអ្វីខ្លះទូលបង្គំឲ្យវាស៊ីតែស្មៅខ្ចីនៅឯវាលស្រែប៉ុណ្ណោះចុះឯងវិញតើគោនេះឯងឲ្យវាស៊ីអ្វីខ្លះទូលបង្គំឲ្យវាស៊ីសណ្ដែកយ៉ាងល្អព្រោះវាជាគោសំណប់របស់ទូលបង្គំយកស្លឹកប្រយ៉ុងទាំងនេះមកបង្អក់គោនេះភ្លាមព្រះអង្គចង់ដឹងថាតើគោនោះពិតជាបានស៊ីសណ្ដែកមែនឬអត់គោនោះបានរើចេញមកឃើញតែស្មៅពុំឃើញសណ្ដែកឡើយអានេះលួចគោមែនហើយឯងហ៊ានភូតផលដល់យើងផងឬសុភាយកគោរបស់ឯងត្រឡប់ទៅផ្ទះវិញចុះសូមអរព្រះអង្គខ្លាំងណាស់ដែលបានផ្ដល់យុត្តិធម៌ដល់ទូលបង្គំសុភាបានដឹកគោត្រឡប់មកផ្ទះវិញដោយសេចក្តីសប្បាយរីករាយរឿងនេះអប់រំថាភាពស្មោះត្រង់និងបញ្ញាតែងតែឈ្នះលើការបោកប្រាស់